ផ្ទះរបស់អាដាមលោកជំទាវដែលជាអាបាលរាជធានីខេត្តទាំងអស់គ្មានខេត្តណាទៅសម្អាតជំនួសផ្ទះយើងទេអានេះយើងនិយាយត្រង់ថាសូម្បីតែសាលាខេត្តមួយចំនួនអាកាឡាជុំវិញសាលាខេត្តសិតតែស្មៅគឺដូចគ្នានេះសូមឲ្យខេត្តទាំងអស់យកចិត្តទុកដាក់ព្រោះផ្ទះរបស់អាដាមលោកជំទាវដែលជាអាបាលរាជធានីខេត្តទាំងអស់គ្មានខេត្តណាទៅសម្អាតជំនួសផ្ទះយើងទេអានេះយើងនិយាយត្រង់ថាសូម្បីតែសាលាខេត្តមួយចំនួនអាកាឡាជុំវិញសាលាខេត្តសិតតែស្មៅអាហ្នឹងទៅចាប់ដើមអាហ្នឹងមុនគេសិនហើយបើកន្លែងធ្វើការយើងសិតតែស្មៅគ្រប់អាហ្នឹងពិបាកព្រោះទៅមុខទៀតយើងចង់ជំរុញឲ្យប្រជាពលរដ្ឋដាក់គោលនយោបាយសម្អាតផ្ទះខ្ញុំឥឡូវយើងឃើញថាថង់ប្លាស្ទិកតាមផ្លូវជាតិនីមួយៗនោះច្រើនណាស់អញ្ចឹងវានៅក្នុងបរិបទអ្វីដែលយើងរៀបចំផែនការគោលនេះហើយដូចខ្ញុំបានលើកឡើងត្រូវតែ4ចំណុចត្រូវតែដាក់ចូលក្នុងការរៀបចំផែនការគោលនេះហើយប្រហែលថ្ងៃនេះយើងគាត់នឹងឃើញលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យពេញលីដាបាទខ្ញុំគិតថាបើមានមនុស្សដូចគាត់ច្រើនល្អបាទភ្នំពេញយើងអាចអន់លិចមិនថាមិនលិចទេប៉ុន្តែអាចអន់លិចអាចអនាម័យច្រើនជាងមុនអញ្ចឹងសម្រាប់រឹងរាវនេះគឺមានសារៈសំខាន់ក្នុងនោះសម្រាប់ធ្នាប់បរិស្ថានអនាម័យឥឡូវយើងឃើញថាការរំលោភបំពាននៃការប្រើប្រាស់ចំណីផ្លូវចាប់ផ្ដើមមានការច្រើនជាងមុនបើប្រៀបធៀបទៅនឹងមុនដែលយើងកំពុងមានសង្គ្រាមរវាងប្រទេសរដ្ឋជិតខាងនេះហើយក្នុងនេះយើងឃើញថាបានប្រជុំជាមួយនឹងអគ្គស្នងការនគរបាលជាតិក៏ដូចជារដ្ឋបាលរាជធានីខេត្តអស់ត្រូវបន្តយកចិត្តទុកដាក់ទៅលើកិច្ចការនេះហើយក៏សូមកុំឲ្យមានការរំលោភបំពានកម្រិតណាមួយក៏មកឥឡូវមានយ៉ាងហើយកុំឲ្យមកឈានលើសដើមទៀតបាទផ្លូវកាន់តែតូចទៅហានិភ័យក្នុងការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កាន់តែធំទៅប្រូវីដាទឹកស្ព្រីងបូកូរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិមានការភ្ញាក់ផ្អើលមួយកាត់ឡើងនៅពេលចិត្តភ្លឺក្រោយមានខ្មាន់កំភ្លើង2នាក់បានបាញ់ទៅលើបរិសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យរងរបួសបរិសជាជនរងគ្រោះម្នាក់អាយុ75ឆ្នាំជិះម៉ូតូ Max PCX ចេញពីផ្ទះក៏មានខ្មាន់កំភ្លើង2នាក់ជិះម៉ូតូ Honda Trim សង់ C125 ដកកំភ្លើងខ្លីបាញ់ចំនួន1គ្រាប់បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ហើយខ្មាន់កំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់បន្សល់ឲ្យជនរងគ្រោះនៅកន្លែងកើតហេតុនិងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 4:30 នាទីទៀបភ្លឺថ្ងៃទី 8 ខែតុលា ឆ្នាំ 2025 ស្ថិតនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPC លើផ្លូវជាតិលេខ 1 ភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញជនរងគ្រោះឈ្មោះសេហួតភេទប្រុសអាយុ75ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះស្នាក់នៅភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញរីឯជនសង្ស័យ2នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង Max Honda C125 ពណ៌ខ្មៅមិនចាំផ្លាកលេខគេចខ្លួនហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីផ្ទះបរិយពេញហួតទៅផឹកកាហ្វេលុះពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ2នាក់ជិះម៉ូតូ Max Honda C125 ពណ៌ខ្មៅមិនចាំផ្លាកលេខមកពីក្រោយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជនរងគ្រោះមួយគ្រាប់ចំខ្នងរបួសធ្ងន់រួចជិះម៉ូតូគេចខ្លួនចំណែកជនរងគ្រោះសមត្ថកិច្ចយើងបានអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅរួមជាមួយគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបច្ចុប្បន្នលោកម៉ៅសឿតអធិការខណ្ឌច្បារអំពៅដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌនិងសហការជាមួយការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវបន្តនៅកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាឈានដល់ការបង្ក្រាបជនល្មើសយកមកដាក់ទោសទណ្ឌកម្មតាមផ្លូវច្បាប់Fafa 007ជាជំរឿសវេទិកាកំសាន្តដែលល្អបំផុតសម្រាប់លោកអ្នក Fafa 007ធំជាងគេល្អផ្ដាច់គេចៅអធិការវត្តភ្នំរៀបក្នុងស្រុកកំពង់ត្រាចខេត្តកំពតព្រមលាចាកសិក្ខាបទ
ដោយមានការមន្ទិលសង្ស័យពីភាពលាក់បាំងព្រោះតែលេចចេញនៅពាក្យរិះគន់មួយចំនួនព្រះមេគុណខេត្តកំពតបានកោះហៅប្រតិជគុណសុតដាវីមកសួរនាំជាលើកទី2នាថ្ងៃទី7ខែតុលាឆ្នាំ2025រហូតជំរុញឲ្យចៅអធិការវត្តភ្នំរាបឆ្លើយសារភាពនិងទទួលស្គាល់នៅភាពបរាជ័កហើយយល់ព្រមលាចាកសិក្ខាបទដោយមិនរងចាំដល់បញ្ចប់រដូវបុណ្យកឋិននោះឡើយលោកណយុទ្ធោប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពតបានបញ្ជាក់ថាដោយសារមានពាក្យរិះគន់លេចចេញពីច្រើនមជ្ឈដ្ឋាននៅព្រឹកថ្ងៃទី7ខែតុលាឆ្នាំ2025ព្រះមេគុណខេត្តបានតម្រូវឲ្យក្រុមការងារនិមន្តចៅអធិការវត្តភ្នំរាបដែលស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ឃុំឫស្សីស្រុកខាងកើតស្រុកកំពង់ត្រាចមកសួរនាំជាថ្មីនៅទីអារាមវត្តជុំគ្រៀលនៅចំពោះមុខព្រះមេគុណខេត្តនិងមន្ត្រីពាក់ព័ន្ធសម្រាប់ការឆ្លើយបំភ្លឺលើកទី2នេះព្រះសង្ឃសុតដាវីបានសារភាពនៅរាល់ទង្វើដែលបានប្រព្រឹត្តជាមួយស្ត្រីភេទរួចក៏ទទួលស្គាល់កំហុសដែលធ្លាក់ចូលដល់ភាពបរាជ័កក្រោយបញ្ជាក់រួចរាល់ចៅអធិការវត្តភ្នំរាបក៏ព្រមលាចាកសិក្ខាបទដោយពុំមានការបង្ខិតបង្ខំណាមួយឡើយជាកិច្ចបន្តមន្ទីរប្រគល់ការងារនេះជូនព្រះមន្ត្រីសង្ឃស្រុកកំពង់ត្រាចដើម្បីចុះពិនិត្យមើលគរុភ័ណ្ឌទ្រព្យសម្បត្តិវត្តព្រមទាំងចាត់ភិក្ខុណាមួយអង្គដែលគង់នៅក្នុងវត្តសម័យឬបើមិនមានទេត្រូវនិមន្តពីវត្តផ្សេងធ្វើជាចៅអធិការស្ដីទីសូមរំលឹកថាកាលពីថ្ងៃទី5ខែតុលាឆ្នាំ2025មន្ត្រីសង្ឃខេត្តកំពតបានកោះហៅព្រះសង្ឃសុតដាវីចៅអធិការវត្តភ្នំរាបដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធករណីបែកធ្លាយព័ត៌មានពីការតាក់ទងជាមួយនារីច្រើនអ្នកព្រោះតែព្រះអង្គមានលុយសន្តិកសន្ធាប់យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាឆ្លើយតបនឹងការសាកសួរពីព្រះអង្គសុតដាវីបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះដោយអះអាងថាជារូបភាពកាត់តនិងប្រើកម្មវិធីAI បំណងមូលបង្កាច់កិត្តិនាមរបស់ព្រះអង្គទោះជាបែបនេះក្តីចៅអធិការវត្តភ្នំរាបបានទទួលប្រគេនព្រះមេគុណខេត្តនិងមន្ត្រីពាក់ព័ន្ធថាព្រះអង្គនឹងលាចាកសិក្ខាបទនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025ពោលគឺក្រោយបញ្ចប់រដូវកាលបុណ្យកឋិនទានខាងមុខត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia ហានិភ័យហើយលោកនេប៉ុសពោអង្ក្រងត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទឃាតកម្មអាចប្រឈមនឹងការជាប់ពន្ធនាគារពី10ឆ្នាំទៅ15ឆ្នាំតំណាងអัยការអមសាលាដំបងខេត្តកំពង់ស្ពឺបានសម្រេចចោទប្រកាន់នៃប៉ុស្តិ៍ពោអង្ក្រងលោកត្រីបូរិនពីបទឃាតកម្មក្រោយពីបានសួរចម្លើយនិងពិនិត្យលើភស្តុតាងជុំវិញករណីផ្ទុះអាវុធបណ្ដាលឲ្យយុវជនម្នាក់បាត់បង់ជីវិតនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអัยការអមសាលាដំបងខេត្តកំពង់ស្ពឺចេញនៅល្ងាចថ្ងៃទី7ខែតុលាគួររំលឹកថាកាលពីវេលាម៉ោង10យប់ថ្ងៃទី3ខែតុលាឆ្នាំ2025នៅតាមផ្លូវបេតុងស្ថិតក្នុងភូមិក្រញូងឃុំពោអង្ក្រងស្រុកបោសែតខេត្តកំពង់ស្ពឺមានករណីផ្ទុះអាវុធចំនួន1គ្រាប់ដែលបង្កឡើងដោយជនសង្ស័យត្រីបូរិនភេទប្រុសអាយុ38ឆ្នាំជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោអង្ក្រងបណ្ដាលឲ្យជនរងគ្រោះឈ្មោះផានផាយុវ័យ17ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតករណីផ្ទុះអាវុធនេះកើតឡើងនៅពេលដែលនាយប៉ុស្តិ៍ពោអង្ក្រងត្រីបូរិនដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានលុះដល់ចំណុចកើតហេតុប្រទះឃើញមានយុវជន2នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាក់ស្លាកលេខកំពង់ស្ពឺពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំប៉ុន្តែជនរងគ្រោះបើកម៉ូតូរត់គេចមិនព្រមឈប់ទើបកើតមានករណីផ្ទុះអាវុធបណ្ដាលឲ្យជនរងគ្រោះផានផាយុបាត់បង់ជីវិតតែម្ដងក្រោយហេតុការណ៍អនុសេនីយ៍ឯកត្រីបូរិននៃប៉ុស្តិ៍ពោអង្ក្រងបានរាយការណ៍ភ្លាមៗទៅលោកអធិការនគរបាលស្រុកបោសែតនិងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបោសែតដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងនិងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញភារកិច្ចការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមបន្ទាប់មកនៅថ្ងៃទី6ខែតុលាកម្លាំងសមត្ថកិច្ច
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនលោកត្រីបូរិនរួមជាមួយវត្ថុតាងកាំភ្លើង AK-47 រួចកសាងសំណុំរឿងបញ្ជូនមកអัยការអមសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីគួរបញ្ជាក់ផងដែរថាក្រមព្រហ្មទណ្ឌនៃប្រជាជាតិណាចក្រកម្ពុជាមាត្រា199បានបញ្ញត្តិថាបទឃាតកម្មគឺជាអំពើសម្លាប់មនុស្សដោយចេតនាដោយប្រើអាវុធឬមិនប្រើអាវុធដោយគ្មានស្ថានទម្ងន់ទោសណាមួយដោយបានកំណត់ក្នុងមាត្រា200បទឃាតកម្មគិតទុកជាមុនដល់មាត្រា205បទឃាតកម្មដោយមានទរណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្តិវៈបទឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំដល់15ឆ្នាំមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល Australian Center for Education ក្របពេជ្រគុណខ្មែរក្របីព្រៃពេជ្រសម្បត្តិបញ្ចេញកណ្ដាប់ដៃដែកវាបំបាក់ម្ចាស់ផ្ទះផ្អើលសង្វៀនស្រុកចិនកីឡាករជើងខ្លាំងគុណខ្មែរក្របីព្រៃពេជ្រសម្បត្តិពិតជាធ្វើបានល្អមែនក្នុងដំណើរបេសកកម្មទៅប្រកួតផ្សព្វផ្សាយគុណបុរាណខ្មែរនៅប្រទេសចិនរបស់ក្រុមកីឡាករកីឡាការិនីប្រដាល់គុណខ្មែរចំនួន6រូបកាលពីថ្ងៃទី7ខែតុលាឆ្នាំ2025ពេជ្រសម្បត្តិបានបញ្ចេញកណ្ដាប់ដៃដែកវាបំបាក់អំនួតកីឡាករម្ចាស់ផ្ទះខាឡូសូឲ្យចាញ់ពិន្ទុដាច់ទាំង3ទឹកធ្វើឲ្យផ្អើលសង្វៀនស្រុកចិនខាឡូសូគឺជាជើងខ្លាំងមួយរូបប្រចាំប្រទេសចិនហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័នផងដែរពេជ្រសម្បត្តិពិតជាធ្វើបានល្អខ្លាំងណាស់មិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេទោះបីជាការប្រកួតបានអូសបន្លាយពេលរហូតទៅដល់3ទឹកពេញក៏ពិតមែនប៉ុន្តែគេបានធ្វើឲ្យអ្នកប្រដាល់ល្បីឈ្មោះក្នុងប្រភេទទម្ងន់60គីឡូក្រាមប្រចាំប្រទេសចិនឈ្មោះខាឡូសូដែលជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័ននិងជាម្ចាស់ខ្សែក្រវ៉ាត់ WBC ផងដែរឲ្យចាញ់យ៉ាងដំណំធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើសង្វៀនប្រទេសចិនការប្រកួតចាប់ពីទឹកទី1ដល់ទឹកទី3ពេជ្រសម្បត្តិបានសម្រុកដើរចូលប្រើកណ្ដាប់ដៃវាយសន្ធប់ទៅលើកីឡាករខាឡូសូដោយក្របីឡើងកធ្វើឲ្យកីឡាករចិនរូបនេះរកឱកាសតដៃសឹងតែមិនបានគ្រាន់តែនៅដើមទឹកទី1ប្រកួតមិនទាន់បាន1នាទីស្រួលបួលផងគេបានម៉ាត់ចូលមុខកីឡាករខាឡូសូពេញជាច្រើនដៃរហូតដល់ថ្នាក់បែកឈាមចេញតាមច្រមុះដួលអុកគូតទៅលើតាបពីត្រូវលោកអាញាកណ្ដាលរាប់ម្ដងក្រោយគ្រូពេទ្យពិនិត្យរួចឃើញថាមិនអីខាឡូសូត្រូវបានអនុញ្ញាតឲ្យប្រកួតបន្តរហូតចប់ទឹកទី1ចូលដល់ទឹកទី2និងទឹកទី3ពេជ្រសម្បត្តិមិនបន្ធូរដៃនៅតែបង្កើនការវាយសម្រុកកាន់តែខ្លាំងលើសដើមដោយរូបគេមិនចង់ឲ្យគូប្រកួតឆ្លងផុតពីទឹកទី3នោះទេទោះបីជាយ៉ាងណាកីឡាករចិនម្នាក់នេះអាចតស៊ូប្រកួតរហូតដល់ចប់ទឹកទី3និងបានបដូរកណ្ដាប់ដៃវាយបកសងវិញដោយមិនព្រមចុះចាញ់ដោយងាយនោះទេយ៉ាងណាក៏ដោយទីបំផុតកីឡាករចិនត្រូវបានលោកអាញាកណ្ដាលប្រកាសឲ្យចាញ់កីឡាករពេជ្រសម្បត្តិត្រឹមតែពិន្ទុទាំងមិនអស់ចិត្តក្រោយចប់ការប្រកួតក្នុងដំណើរទៅផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរដែលដឹកនាំដោយឯកឧត្តមខៅឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរនៅប្រទេសចិនលើកនេះមានអ្នកប្រដាល់គុណខ្មែរចំនួន6នាក់ហើយជាលទ្ធផលឈ្នះ2ស្មើ1និងចាញ់3កីឡាករពេជ្រសម្បត្តិនិងកីឡាការិនីរិទ្ធីវ៉ានិចឈ្នះចំណែកកីឡាករឡាវចត្រាស្មើពិន្ទុដោយឡែកអ្នកដែលចាញ់មានកីឡាការិនីអេយ៉ានុតកីឡាករមឿនសុខុចនិងកីឡាករពេជ្រអាទិទេព ប្រូវីដាទឹកស្ព្រីងបូកូរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិ